សួរបងប្អូនដល់រាប់បងប្អូនជីកមើលទេសភាពស្រុកស្រែម្ដងនៅខាងខេត្តបាត់ដំបងយើងផ្លូវបបែកយើងកំពង់7ផ្លូវបែក highway ផ្លូវទៅភ្នំសំពៅទៅត្រង់យើងផ្លូវទៅបំណន់វិញណៃយើងទៅលងវិលហើយភ្នំពេញកន្លែងនេះឆ្លងកាត់ទៅក្រុងម្ចាស់តិចព្រោះអីគ្រោះថ្នាក់ចរាចរណ៍កន្លែងនេះច្រើនណាស់ឆ្លងកាត់ផ្លូវត្រូវមើលឆ្វេងមើលស្ដាំឲ្យបានគ្រប់ជ្រុងជ្រោយឆ្លងព្រោះកន្លែងនេះគ្រោះថ្នាក់ច្រើនណាស់ទេសភាពផ្លូវ highway ក្រុងបាត់ដំបងលោកម៉ែបងប្អូនដែលមានបំណងត្រូវការទិញដីសម្រាប់ធ្វើការរស់នៅក្នុងខេត្តបាត់ដំបងឬក៏ធ្វើឃ្លាំងអីអាចទៅតំណងបានហើយតំណងតម្លៃគឺតម្លៃក្រោមទីផ្សារហើយបងប្អូនអាចទិញទៅចំណេញថ្ងៃក្រោយហើយទិញទៅយើងទុកសម្រាប់ធ្វើផ្ទះរស់នៅថ្ងៃក្រោយចែកកូនចែកអីក៏បានហើយមួយទៀតតកតងនឹងតម្លៃបងប្អូនអាចចរចាជាមួយនឹងម្ចាស់គាត់ផ្ទាល់បានហើយអត់មានការបិទម្ចាស់ឬក៏ដាក់តម្លៃគោមពីលើទេបងប្អូនចរចាជាមួយម្ចាស់គាត់ផ្ទាល់